Yeah, finally កណ្ដាលជាប់ហើយសួស្តីអ្នកគ្នាថ្ងៃហ្នឹងខ្ញុំមកបង្ហាញអ្នកគ្នាអំពី IoT device ដែលខ្ញុំធ្វើ project ភាសាខ្ញុំហ្នឹងម៉ោង operating system ខ្ញុំធ្វើ project មួយគឺតាក់ទងនឹង remote sensing ហើយនឹង IoT moisture ហើយ temperature ហើយយើងធ្វើ remote sensing drone simulation មួយទៀតនេះជា IoT device ដែលយើងមានគឺទី1គឺយើងមាន soil sensor ដែលវាវាស់សំណើមដីហើយទី2គឺយើងមាន temperature sensor សម្រាប់វាស់សីតុណ្ហភាពហើយនឹងយើងមាន LCD មួយទៀតសម្រាប់ display ហើយអ្វីសំខាន់ជាងគេគឺ microcontroller នេះគេហៅថា microcontroller ហើយ model វាគឺ ESP 8266ដែលវាមាន Wi-Fi នៅក្នុងនោះស្រាប់ចឹងដោយសារនេះខ្ញុំដាក់នៅក្នុងកតាទៅវាជ្រុះអស់ចឹងណាតែជាមួយខ្ញុំ set up ឡើងវិញអូខេអញ្ចឹងហើយខ្ញុំ set up ដែរនេះវាចេញភ្លើងវិញពេលវាដើរអញ្ចឹងណាហើយបន្តមកទៀតយើងត្រូវ connect វាទៅនឹងកុំព្យូទ័រដែលយើងដោតដោយនេះពេលមកទៅគឺត្រូវប្រើ software មួយជា Arduino IDE ហ្នឹងសម្រាប់យើងដាក់កូដចូលចឹងហើយទៅហើយពេលយើងបើកArduino IDE នឹងហើយគឺយើងអាចចាប់ដើមដាក់កូដទាំងចូលទៅនេះដោយសារកូដខ្ញុំសេហើយហើយកូដហ្នឹងវាមានតកទៅនឹងcloud service របស់ខាង Arduino cloud ហ្នឹងចឹងយើងអាច connect វាទៅក្នុង dashboard របស់ Arduino នឹងបានចឹងនេះយើងមើល soil sensor នេះគឺមាន raw មានអីហ្នឹងចឹងតែទៀតខ្ញុំ connect វាទៅ cloud ដាក់ក្នុង dashboard នេះខំគ្នាមើលមកសាក់ហើយ1 2 3របស់លេងកូនក្មេងយេទៅអ៊ូតខាង finance មានអត់អ្នកគ្នាសម្រាប់ការមើលហើយបើសិនអ្នកគ្នាមានចម្ងល់តាក់ទងការ set up ហ្នឹងអ្នកគ្នាអាចសួរខ្ញុំក្នុង comment បានហើយបើសិនជាមិនបាញ់ខ្ញុំអាចធ្វើវីដេអូមួយទៀតតាក់ទងនឹងការ set up ហ្នឹងបើសិនអ្នកគ្នាចាប់អារម្មណ៍ចង់ធ្វើអានោះដែរហើយចំពោះ drone simulation ខ្ញុំនឹងមានវីដេអូមួយទៀតតាក់ទងនឹង drone simulation ដែលយើង integrate ជាមួយ IoT device ហ្នឹងដើម្បីយើង remote drone ឲ្យវាទៅជួយស្រោចទឹកដំណាំយើងផ្សេងៗអញ្ចឹងអរគុណច្រើនអ្នកគ្នា